បើនិយាយពីខេត្តតាកែវមនុស្សភាគច្រើនតែងនឹកឃើញដល់ចម្បងនៃវប្បធម៌ខ្មែរដែលមានប្រាសាទភ្នំជីសូរជាមរតកដ៏ពិសិដ្ឋតាំងពីសតវត្សទី11វីដេអូនេះខ្ញុំថតទុកយូរហើយទីនេះជាកន្លែងដែលខ្ញុំចូលចិត្តបំផុតហើយទៅប៉ុន្មានដងក៏មិនដែលចេះធុញដែររាល់ពេលមកដល់វាមានអារម្មណ៍ថាស្ងប់ស្ងាត់និងកក់ក្ដៅហាក់បីដូចជាបានត្រឡប់មកផ្ទះកំណើតខ្លួនឯងអញ្ចឹងរាល់ទុក្ខកង្វល់និងភាពហត់នឿយទាំងឡាយត្រូវបានខ្យល់អាកាសនិងភាពអស្ចារ្យនៃទឹកដីចំណាស់មួយនេះលាងជម្រះឲ្យរលាយបាត់អស់ទោះបីជាភ្នំជីសូរវាមានចម្ងាយឆ្ងាយពីផ្ទះខ្ញុំក៏ដោយតែចិត្តស្រឡាញ់និងចង់ស្វែងយល់រកសេចក្តីសុខផ្លូវចិត្តពេលខ្លះមួយអាទិត្យខ្ញុំទៅទីនោះ2-3ដងក៏មានដែរអញ្ចឹងបងប្អូនមានគម្រោងចង់មកទីនេះកុំភ្លេចមកណាជាពិសេសថ្ងៃរះនៅភ្នំជីសូរពិតជាអស្ចារ្យណាស់នាពេលព្រឹកបាយបាយ